Ok, sva công một thằng này mà can video thông mai rồi riêng technology. Nghe ní cái nhóm miền vật thọ cầm rõ mà crop vô mà bàn thằng một thằng này. Anh ấy cái chiประเภทวันcầm rõ mình thấy nó không bị ปัจจุบัน vì cái chi ประเภท iPhone XR ของmột thằng này ដែល នៅក្នុងពេលបច្ចុប្បន្ននេះគឺទទួលបានដំណឹងជាក់ស្ដែងហើយដែលវាអាចឡើងទៅកាន់ iOS 19បានទេសម្រាប់ iPhone XR iPhone XS ក៏ដូចជា XS Max គឺ Apple ធ្វើការបញ្ឈប់ការ update version nàyអញ្ចឹងអានេះคล้ายទៅជាវត្ថុបុរាណរបស់ Apple មកតង់ទៀតហើយប៉ុន្តែវាក៏នៅតែមានសមត្ថភាពនៅក្នុងការប្រើប្រាស់ដែលវានៅតែខ្លាំងសម្រាប់ការប្រើប្រាស់បងប្អូនទាំងគ្នា iPhone XR នេះគឺល្អមែនទែនកាមេរ៉ាវាមកគ្រាប់ពិតមែនប៉ុន្តែសមត្ថភាពនៃកាមេរ៉ារបស់វានឹងគឺថតបានច្បាស់ខ្លាំងមែនទែនហើយចំពោះ material មកគ្រាប់នេះម៉ាស៊ីនមកគ្រាប់នេះគឺបំពាក់ជាមួយនឹងតួអាលូមីញ៉ូមស្អាត 98-99% ក្នុងខាងក្រោយក៏មានបញ្ហាដែរគឺជាប្រភេទកញ្ចក់រលោងស្អាតមែនទែនហើយប្រភេទ iPhone XR នេះគឺមិនសូវជាមានអ្នកចាប់អារម្មណ៍ប្រើប្រាស់ប្រហែលទេជំនាន់ហ្នឹងបើសិនជាគេប្រើគឺគេប្រើជាមួយនឹង iPhone XS Max ដោយសារតែ XS Max គឺជំនាន់ហ្នឹងល្បីខ្លាំងមែនទែនអញ្ចឹងនេះគឺជាទូរស័ព្ទ iPhone XR បងប្អូនទាំងគ្នាដែលចេញនៅក្នុងឆ្នាំ2019ហើយសំដៅនៅ2018ហើយមកដល់ពេលបច្ចុប្បន្ននេះវានៅតែជាទូរស័ព្ទមួយដែលខ្លាំងនៅក្នុងការប្រើប្រាស់គ្រាន់តែថាទូរស័ព្ទនេះគឺមិនបានបំពាក់ជាមួយនឹងអេក្រង់ OLED នោះទេវាគឺជាប្រភេទ IPS LCD ដែលនៅក្នុងនោះគឺបំពាក់ជាមួយនឹងអេក្រង់ប្រភេទ IPS ហ្នឹងគឺវាច្បាស់ល្មមវាមិនអន់ពេកទេគាត់ថាយើងមិនទទួលបានអារម្មណ៍មួយដែលថាវាច្បាស់ខ្លាំងដូចទៅនឹង iPhone XS Max អញ្ចឹងនេះគឺជាទូរស័ព្ទ iPhone XR ដែលល្អមួយថ្មរបស់វាគឺនៅ 98% ហើយ storage 64GB អញ្ចឹងសម្រាប់បងប្អូនដែលមានបរិការជាមួយទូរស័ព្ទ iPhone XR ពណ៌សម្ដើមនេះអាចទៅមកខ្ញុំបានតាមរយៈ Telegram ដែលខ្ញុំដាក់នៅក្នុង description អញ្ចឹងចំពោះ XR បើសិនជាសួរខ្ញុំថាវានៅល្អប្រើដែរអត់នៅក្នុងឆ្នាំ2025នេះវានៅតែជាទូរស័ព្ទកម្ពុជាមួយសម្រាប់បងប្អូនដែលពិចារណាហើយជាពិសេសសម្រាប់បងប្អូនដែលមានលុយចាប់ពីក្រោម$200ចុះក្រោមគឺអាចប្រើជាមួយនឹង XR បានទាំងសមត្ថភាពកាមេរ៉ារបស់វាគឺវានៅថតច្បាស់មួយអែមញាក់សាច់តែម្ដងគុណភាពវីដេអូក៏អែមដែរគឺថតបាន 4K 60 frame អញ្ចឹងមកល្មមអាចយកទៅ upload នៅលើ social media ផ្សេងៗបានមកឆ្ងាញ់ដៃតែម្ដងហើយចំពោះម៉ាស៊ីននេះគឺជាប្រភេទម៉ាស៊ីន LL បងប្អូនទាំងគ្នាគឺជាផលិតផលរបស់សហរដ្ឋអាមេរិកដែលបងប្អូនទាំងគ្នាអាចធ្វើការដាក់ SIM មួយហើយ add eSIM បន្ថែមបានសំដៅអានេះមិនមែនជា LL ទេគឺជា JA អញ្ចឹងអាចដាក់ eSIM បានទេបាទអធិស្ឋានដោយសារតែម៉ាស៊ីន 2-3 អញ្ចឹងច្រឡំអញ្ចឹងណាអូខេអញ្ចឹងបើសិនជាបងប្អូនមានបរិការអីអាចទៅខ្ញុំបានតាមរយៈ Telegram ឬក៏ឆាតមកកាន់ TikTok របស់ខ្ញុំក៏បានឬក៏ Facebook Page ក៏បានដែរអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះ